លោក Trump ប្រកាសដំឡើងពន្ធលើការនាំចូលដែលធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែតានតឹង Reuters ចុះផ្សាយនៅថ្ងៃទី 2 ខែមេសាឆ្នាំ 2025 ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសគម្រោងដាក់ពន្ធថ្មីប្រភេទទៅវិញទៅមក Reciprocal Tariff លើបណ្ដាប្រទេសដៃគូពាណិជ្ជកម្មដែលនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មសកលដែលមានជាយូរមកហើយគម្រោងនេះត្រូវបានគេហៅថាថ្ងៃរំដោះ Liberation Day ហើយត្រូវបានប្រកាសនៅឯសួនផ្កាកុលាបនៃសេតវិមានពន្ធគយទាំងនេះនឹងចូលជាធរមានភ្លាមបន្ទាប់ពីការប្រកាសគណៈពន្ធគយ25លើការនាំចូលរថយន្តនឹងចាប់ផ្ដើមនៅថ្ងៃទី 3 ខែមេសា Trump បាននិយាយថាគោលដៅគឺដើម្បីធ្វើឲ្យអត្រាពន្ធគយរបស់សហរដ្ឋអាមេរិកស្មើនឹងអត្រាដែលប្រទេសដទៃដាក់លើទំនិញអាមេរិកដើម្បីដោះស្រាយយុទ្ធសាស្ត្រមិនមែនពន្ធគយ Non-tariff barriers ដែលធ្វើឲ្យខូចផលប្រយោជន៍ដល់ការនាំចេញរបស់សហរដ្ឋអាមេរិកទោះជាយ៉ាងណាអ្នកជំនាញបានព្រមានថាវិធានការនេះអាចបង្កើនតម្លៃទំនិញទាំងនៅក្នុងសហរដ្ឋអាមេរិកនិងក្រៅប្រទេសនិងធ្វើឲ្យសេដ្ឋកិច្ចសកលរងផលប៉ះពាល់ការដាក់ពន្ធគយ20បន្ថែមលើពន្ធដែលមានស្រាប់អាចធ្វើឲ្យគ្រួសារអាមេរិកជាមធ្យមចំណាយបន្ថែមយ៉ាងហោចណាស់$300នេះបើយោងតាម Yale University Budget Lab ក្នុងរយៈពេលជាង10សប្តាហ៍ចាប់តាំងពីចូលកាន់តំណែង Trump បានដាក់ពន្ធគី20លើទំនិញនាំចូលពីចិននិង25លើដែកថែបនិងអាលុយមីញ៉ូមដោយពង្រីកទៅលើផលិតផលជាច្រើនទៀតពន្ធគីលើទំនិញពីកាណាដានិងមិចស៊ិកក៏នឹងផុតកំណត់នៅថ្ងៃពុធដែលបង្កើនភាពស្មុគស្មាញដល់ការដាក់ជាន់គ្នានៃពន្ធគយ Stacking Tariff វិធានការនេះទំនងជានឹងជំរុញឲ្យមានការសងសឹកពីបណ្ដាប្រទេសដទៃដែលអាចនាំទៅរកសង្គ្រាមពាណិជ្ជកម្មសកលសូមអរគុណ